ខ្ញុំចេញមកបង្ហាញបងប្អូនពីបញ្ហារឿងអចលនទ្រព្យពីព្រោះខ្ញុំដឹងថាសម័យនេះគឺជាសម័យដែលដីចុះថោកខ្លាំងជាឱកាសដែលយើងមានលុយតិចតួចយើងអាចឆ្លៀតមកតិចបានខ្ញុំនិយាយចំពោះអ្នកដែលមានលុយអាចឆ្លៀតបានមិនមែនឲ្យទៅខ្ចីបុលគេមិនមែនឲ្យលក់ឡានលក់មាសលក់ប្រាក់ឬមួយក៏ធ្វើអីដើម្បីមកទិញដីស្ដាប់ឲ្យបានខ្ញុំចែកម្លែកទៅចំពោះអ្នកដែលមានលទ្ធភាពអ្នកដែលមានចំណង់ចំណូលចិត្តបំណងបងប្អូនហ្នឹងខ្ញុំវាវមែនតើពេលខ្ញុំធ្វើវីដេអូពីបញ្ហាខ្ញុំបាក់ទឹកចិត្តទៅមានបងប្អូនខ្លះគាត់ចេញមកគឺគាត់ឥឡូវនេះកំពុងតែពិបាកជាពាក់អំណុលគេធ្លាក់ខ្លួនក្នុងវិបត្តិរហូតដល់ស្ទើរតែបោះបង់ចោលខ្លួនឯងគាត់សួរខ្ញុំថាឲ្យខ្ញុំចែកម្លែកអំពីពេលដែលខ្ញុំធ្លាក់ខ្លួនខ្ញុំរើវិញអញ្ចឹងខ្ញុំនៅតែនិយាយដដែលគឺថាខ្ញុំមានថ្ងៃនេះបានគឺដោយសារវិស័យអចលនទ្រព្យហើយវាមិនមែនតែខ្ញុំមានដី 4-5 ដុំសម្រាប់លក់ទេគឺខ្ញុំមានដីរបស់ខ្លួនឯងសម្រាប់លក់ផងខ្ញុំធ្វើសេវាកម្មដោយភាពច្បាស់លាស់ជំនាញរបស់ខ្ញុំផងអញ្ចឹងបានថាខ្ញុំគឺជាអ្នកដែលធ្វើសេវាកម្មអ្នកដែលណែនាំភ្ញៀវឲ្យទិញណែនាំភ្ញៀវឲ្យលក់រហូតដល់ខ្ញុំមានទុនអាចបង្វិលបានខ្ញុំទិញចូលស្តុកហើយបានខ្ញុំលក់វិញបងប្អូនដែលឃើញគេលក់ទំនិញផ្សេងលក់ចានលក់ឆ្នាំងលក់សាប៊ូលក់អីចឹងគេខោអាវអញ្ចឹងទៅអញ្ចឹងដំបូងជាការដំបូងប្រហែលជាគាត់អាចទៅទិញអ្នកក្នុងស្រុកក្នុងផ្សារតាមផ្សារធំយកលក់ផ្សារតាមខេត្តឬតាមផ្ទះចឹងទៅបើគាត់អភិវឌ្ឍខ្លួនបានខ្លាំងគាត់នឹងអាចទៅទិញពីបរទេសយកចូលស្តុកគាត់យកគាត់ចែកចាយខ្ញុំគឺបែបហ្នឹងគ្រាន់តែខ្ញុំធ្វើចំពោះដីអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថាពេលដែលខ្ញុំធ្វើបែបហ្នឹងបានដោយសារខ្ញុំបានសន្សំពីតក់មកហើយជាយូរឆ្នាំមកហើយបិទតែវាមិនអាចត្រឡប់ទៅដល់អតីតកាលថាដីវាអាចឡើងបានគុណនឹង1000%ឬក៏500%មុននេះក៏ប៉ុន្តែសម័យឥឡូវនេះគឺពិបាករកណាស់អញ្ចឹងបើសិនជាបានត្រឹមតែអាចថាយើងទទួលយកបានជាជាងយើងទុកលុយចោលទំនេរជាជាងយើងអត់មានចំណូលយើងទិញដីទៅពីព្រោះអីដីអត់មានអស់សេវាកម្មខាងអ្នកកាន់ស្តុកអត់អស់ថ្លៃឈ្នួលឃ្លាំងអត់អស់ថ្លៃបុគ្គលិកអត់អស់ថ្លៃសេវាថែទាំអត់មានទេទិញដីមកជួលឲ្យគេធ្វើឬមួយក៏ដាំដំណាំហូបផ្លែសម្រាប់កំសាន្តក្នុងគ្រួសារក៏ធ្វើបានដែរអញ្ចឹងនិយាយខ្លីបើបងប្អូនទិញអីយកមកស្តុកបងប្អូនត្រូវជួលឃ្លាំងបងប្អូនត្រូវមានដឹកចេញដឹកចូលមានខ្លាច់ខូចគុណភាពមានខ្លាច់ហួសដលេមិនអញ្ចឹងដីមានអស់អីគេបងប្អូនដីនៅតែដីទិញដីស្រត់បាត់ទិញដីដែលត្រឹមត្រូវហើយមើលថែបើយើងខ្ជិលយើងជួលឲ្យគេធ្វើស្រែទៅបើដីចំការយើងជួលគេធ្វើចំការទៅបើយើងឧស្សាហ៍ខ្លាំងយើងទៅដាំដុះទៅហើយយើងកំសាន្តផងបានញ៉ាំផងដូចខ្ញុំអញ្ចឹងចំការខ្ញុំមានស្រែខ្ញុំមានហើយបើសិនជាអត់មានតែស្រះថៃទេថាខ្ញុំអត់ចូលចិត្តខ្លាចមានក្មេងលងទឹកនេះអញ្ចឹងនេះគឺជាបំណងផ្នែករបស់ខ្ញុំហើយជាបំណងខ្ញុំចង់ចែកម្លែកអញ្ចឹងបងប្អូនមើលមួយជ្រុងមួយទៀតថាខ្ញុំនិយាយចំពោះបងប្អូនដែលមានលទ្ធភាពនិងមានចំណង់ចំណូលចិត្ត